តាអ្នកទាំងគ្នាធ្លាប់ឮអត់ពាក្យថាព្រះមហាក្សត្រថៃធ្វើដំណើរទៅដល់ប្រទេសណាមានហេតុការណ៍អាក្រក់កើតឡើងនៅប្រទេសហ្នឹងហ្មងដែលដឹងអត់តើវាគឺជាការពិតជារឿងចៃដន្យឬក៏ជាពាក្យចចាមអារាមទៅ Sailed from the United Arab Emirates to India through the Strait. Iran says that សូមជម្រាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ Shop Inter សាជាថ្មីថ្ងៃនេះគឺខ្ញុំមកវែកញែកអំពីថាតើវាជាការពិតឬក៏ពាក្យចចាមអារាមដែលថាព្រះមហាក្សត្ររបស់ប្រទេសជិតខាងយើងភាគខាងលិចទៅដល់ប្រទេសណាមានបញ្ហាឬក៏មានគ្រោះគេដល់ប្រទេសហ្នឹងតែម្ដងអញ្ចឹងចង់ឲ្យបងប្អូនមកស្ដាប់ទាំងអស់គ្នាហើយសាកវែកញែកមើលថាតើទាំងអស់នេះវាជាការពិតជារឿងចៃដន្យឬមួយក៏វាគ្រាន់តែជាពាក្យចចាមអារាមហើយវាមានអ្វី relate ឬមួយក៏ផ្សារភ្ជាប់គ្នាដែរឬទេជាមួយនឹងពាក្យចាស់បុរាណខ្មែរដែលតែងតែនិយាយតគ្នាមកថាមនុស្សដែលមានចិត្តបាបទៅដល់កន្លែងណានាំគ្រោះគេដល់នឹងវាមានពាក់ព័ន្ធគ្នាអត់ណាតោះយើងមកវិភាគទាំងអស់គ្នាជាដំបូងមុននឹងយើងអាចមកវិភាគនិងផ្សារភ្ជាប់រឿងទាំងអស់នឹងបានយើងត្រូវមកដឹងពី timeline ឬក៏តារាងឬក៏ការវិភាគនៃការធ្វើដំណើររបស់ព្រះមហាក្សត្រប្រទេសថៃនៅក្នុងចន្លោះឆ្នាំ2025ដល់2026សិនហើយនៅក្នុងចន្លោះឆ្នាំ2025ដល់2026នឹងគឺចាប់លើកយកតែចុងឆ្នាំ2025ហើយនៅដើមឆ្នាំ2026នេះទេពីព្រោះថាដើម្បីឲ្យយើងងាយស្រួលចាំហើយកុំឲ្យវីដេអូរបស់យើងនឹងគឺវែងខ្លាំងដែរដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រថៃទី1ដែលចាប់លើកយកមកនិយាយគឺជាដំណើរទស្សនកិច្ចទៅប្រទេសចិននៅថ្ងៃទី13រហូតដល់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ដែលព្រះមហាក្សត្រមហាវជ្រាលង្កនបានធ្វើដំណើរទៅទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋឬលក្ខណៈផ្លូវការនៅប្រទេសចិនហើយជាលើកដំបូងបំផុតនៃព្រះមហាក្សត្រថៃដែលទៅទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេល800ឆ្នាំកន្លងមកនេះនិយាយរួមទៅប្រទេសសៀមគឺថាតាំងពីកកើតមកដូចជាមិនទាន់ដល់1000ឆ្នាំផងចាហើយអ្វីដែលសំខាន់នោះគឺព្រះមហាក្សត្រគ្រប់ជំនាន់ដែលប្លន់ទឹកដីកម្ពុជាទៅណាព្រះមហាក្សត្រគ្រប់ជំនាន់របស់សៀមមិនធ្លាប់បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននោះទេហើយសម្រាប់ការធ្វើដំណើរផ្លូវរដ្ឋទស្សនកិច្ចប្រទេសចិននៅក្នុងឆ្នាំ2026នេះគឺបានធ្វើដំណើរទៅជួបលោកស៊ីជីនពីងដែលជាប្រធានាធិបតីរបស់ប្រទេសចិនតែម្ដងក្នុងនាមគាត់គឺជាប្រធានាធិបតីរបស់ប្រទេសចិនលោកស៊ីជីនពីងបានអញ្ជើញនៅព្រះមហាក្សត្ររបស់ប្រទេសសៀមដើរទស្សនកិច្ចនៅតំបន់ផ្សេងៗទេតែក៏បានចូលទស្សនានៅប្រាសាទពុទ្ធសាសនាមួយនៅទីក្រុងប៉េកាំងសម្រាប់ដំណើរទស្សនកិច្ចទៅប្រទេសចិនលើកទី1របស់ព្រះមហាក្សត្រថៃនេះបានបង្កឲ្យមានពាក្យចចាមអារាមកើតឡើងយ៉ាងខ្លាំងដោយសារក្នុងអំឡុងពេលដែលព្រះអង្គយាងដំណើរទស្សនកិច្ចទៅខាងប្រទេសចិនបានកើតឡើងនៅហេតុការណ៍ដែលមិនគួរកើតមួយជាហេតុការណ៍ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិនវាដូចគ្នាទៅនឹងរឿងដែលមិនធ្លាប់កើតមានគឺប្រវត្តិសាស្ត្ររបស់ប្រទេសថៃមិនធ្លាប់មានព្រះមហាក្សត្រណាទៅទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនទេតែចំណែកប្រទេសចិនក៏មិនធ្លាប់មានហេតុការណ៍ដ៏អាក្រក់បែបហ្នឹងកើតឡើងនៅក្នុងប្រទេសខ្លួនឯងរាប់រយពាន់ឆ្នាំមកហើយនេះគឺជាការឆេះប្រាសាទដែលមានអាយុកាល1500ឆ្នាំដែលប្រាសាទនេះគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទ3ដែលមានអាយុកាលចាស់ជាងគេហើយមានគេហៅថា the three unique ហ្មងនៅក្នុងប្រទេសចិនណាចឹងមួយនេះគឺថាមានការឆេះហ្នឹងគឺធ្ងន់ធ្ងរមែនតើដែលបង្កឡើងជាពាក្យចចាមអារាមបណ្ដាញសង្គមរបស់ប្រទេសចិនដែលយើងរាល់ថ្ងៃនេះយើងលេងបណ្ដាញសង្គម Facebook បណ្ដាញសង្គម TikTok អីរបស់យើងណាប៉ុន្តែចិនគេអត់លេង Facebook ទេតែបណ្ដាញសង្គមផ្សេងៗមានន័យថា app ផ្សេងៗដែលគេលេងនៅក្នុងប្រទេសហ្នឹងក៏គេនាំគ្នាបង្កើតជា rumor ឬក៏គេហៅថាពាក្យចចាមអារាមហ្នឹងគឺឡើងពេញនឹងតែម្ដងថាអូក្រោយពេលដែលព្រះមហាក្សត្រថៃបានធ្វើដំណើរទៅប្រទេសចិនហើយគ្មានជាការឆេះប្រាសាទខ្ទេចតែម្ដងមែនតើទៅសូម្បីតែប្រជាជនថៃមួយចំនួនដែលមិនពេញចិត្តតែមិនអាចនិយាយបានស្អប់រដ្ឋាភិបាលក៏លេចលឺចេញពីប្រជាពលរដ្ឋសៀមខ្លួនឯងដែលមិនសូវជាចូលចិត្តខ្សែព្រះមហាក្សត្រអីហ្នឹងដែរក៏មានខ្លះដែរហើយដំណើរទស្សនកិច្ចទី2ដែលធ្វើឲ្យរត់តែមានពាក្យចចាមអារាមកើនឡើងកាន់តែច្រើនឡើងថាការដែលព្រះមហាក្សត្រថៃបានយាងដំណើរទៅទស្សនកិច្ចនៅប្រទេសឡាវនៅថ្ងៃទី16ដល់ថ្ងៃទី18ខែមិនិនានេះមិនមែនមានរឿងកើតឡើងតែមួយទេគឺយើងគ្រាន់តែដឹងថាពេលដែលព្រះអង្គយាងទៅតបមកក៏មានគ្រោះធម្មជាតិដែលមិនធ្លាប់មានកើតឡើងតទៅសោះនៅក្នុងប្រទេសឡាវចាំតិចទៀតខ្ញុំនឹងលម្អិតកន្លែងនឹងជូនបងប្អូនក៏ប៉ុន្តែរឿងដែលបងប្អូនមិនបានដឹងនោះគឺមុនពេលធ្វើដំណើរទៅប្រទេសឡាវការពិតទៅមានរឿងហេតុកើតឡើងរួចទៅហើយកាលពីថ្ងៃទី11ខែមិនិនាឆ្នាំ2026នេះគឺជាថ្ងៃដែលប្រទេសថៃចាប់ផ្ដើមប្រកាសបើកសារដើម្បីបង្ហាញពីការធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រថៃមហាវជ្រាលង្កនអញ្ជើញទៅទស្សនកិច្ចនៅប្រទេសឡាវនៅថ្ងៃទី11ដែលគ្រាន់តែប្រកាសថាធ្វើដំណើរទៅឡាវមានរឿងបាត់ទៅហើយមិនទាន់ដល់ថ្ងៃ16 18ដែលធ្វើដំណើរទៅឡាវផងថ្ងៃទី11មានរឿងបាត់ទៅហើយគ្រាន់តែថាបងប្អូនមិនចាប់អារម្មណ៍ចំពោះកន្លែងហ្នឹងតែឈប់នឹងលើកយកកន្លែងនេះយកមកជម្រាបជូនដល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យ
វិភាគពិចារណាហើយកាត់មើលថាតើវាចៃដន្យឬក៏វាដូចដែលយើងគិតមែនមុនពេលទៅធ្វើដំណើរទស្សនកិច្ចនៅប្រទេសឡាវនៅថ្ងៃទី11ខែមិនិនាឆ្នាំ2026មានការចុះផ្សាយព័ត៌មាននិងកំណត់ពេលវេលាដើម្បីធ្វើដំណើរទៅកាន់ប្រទេសឡាវរបស់ព្រះមហាក្សត្រថៃនឹងឯងអញ្ចឹងនៅពេលនោះគឺជាថ្ងៃដែលសារព័ត៌មានសៀមនិងសារព័ត៌មានអន្តរជាតិធ្វើការចុះផ្សាយព័ត៌មានកក្រើកទឹកកក្រើកដីថានៅថ្ងៃទី11ខែមិនិនាឆ្នាំ2026នេះគឺជាថ្ងៃដែលនាវាដឹកប្រេងរបស់សៀមបានឆ្លងកាត់ច្រកសមុទ្រហូមូសល្មើសនឹងបំរាមរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានប្រទេសអ៊ីរ៉ង់បើក Air Strike បាញ់មីស៊ីល2គ្រាប់ផ្ទុះនាវាដឹកប្រេងរបស់ប្រទេសសៀមគឺនៅថ្ងៃទី11ខែមិនិនាឆ្នាំ2026ក៏ជាថ្ងៃអំឡុងពេលដែលគេប្រកាសថាព្រះមហាក្សត្ររបស់ប្រទេសសៀមនឹងធ្វើដំណើរទៅប្រទេសឡាវដែរដូច្នេះមុនពេលធ្វើដំណើរទៅរឿងវាមានមួយរួចទៅហើយប៉ុន្តែបងប្អូនអត់ចាប់អារម្មណ៍ពេលដែលទៅ search មើលព័ត៌មានបានដឹងថាអូហូវិច័យដំដល់ថ្នាក់នេះវិច័យដំដល់ថ្នាក់ហ្នឹងហ្មងបងប្អូនចាំមែនថ្ងៃទី11ដែលប្រកាសថាធ្វើដំណើរទស្សនកិច្ចទៅឡាវហ្នឹងផ្ទុះបាំងហើយបាត់ទៅហើយគឺផ្ទុះនាវាដឹកប្រេងនៅច្រកសមុទ្រហូមូសនឹងឯងនឹងមិនទាន់ដល់ថ្ងៃទៅផងក្រោយមកនៅថ្ងៃទី16ដល់ថ្ងៃទី18ក៏បានមកដល់គឺជាការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវជាលក្ខណៈផ្លូវការតែម្ដងមិនមានបញ្ហាអ្វីកើតឡើងនោះទេចាតែគ្រាន់តែទស្សនកិច្ចចប់ភ្លាមគឺប្រទេសឡាវបានជួបនឹង Hailstorm ដែលជាព្យុះមួយដ៏ធំខ្លាំងមែនទែនដែលមិនធ្លាប់កើតមាននោះឡើយគឺជាព្យុះព្រិលដែលព្រិលមិនមែនជាព្រិលធ្លាក់តូចៗធម្មតាដូចនៅប្រទេសផ្សេងៗដែលគេមានព្រិលទេប៉ុន្តែនេះវាធ្លាក់មកជាតកកដុំតែម្ដងហើយមិនមែនតកកតូចទេចាគឺប៉ុនកដៃដែលមានផ្ទះប្រជាពលរដ្ឋជាច្រើនត្រូវបានខ្ទេចខ្ទីទាំងស្រុងធ្លុះដំបូលឡានអីគ្រប់ប្រភេទទាំងអស់និយាយទៅគឺដុំតកកប៉ុនកដៃបងប្អូនសម័យមើលថាធ្លាក់ពីលើមេឃមកកម្លាំងធ្លាក់ដែលពីលើមេឃមកគឺវាខ្ពស់ខ្លាំងមែនតើរហូតធ្លាក់មកដល់ដីធ្លាក់មកដល់ដំបូលផ្ទះរឿងអីដែលវាមិនខ្ទេចខ្ទីម៉ត់ខ្ទេចហើយមិនមែនធ្លាក់តែមួយតំបន់ទេគឺច្រើនតំបន់មែនតើនៅប្រទេសឡាវជាពិសេសគឺនៅតំបន់ដែលព្រះអង្គបានយាងទៅដល់នោះគឺជាទីក្រុងវៀងច័ន្ទដែលជារាជធានីរបស់ប្រទេសឡាវតែម្ដងក៏ប៉ុន្តែសូមបញ្ជាក់ថាតាមការចុះផ្សាយរបស់ព័ត៌មានជាច្រើនរបស់ប្រទេសឡាវក៏ដូចជាប្រទេសផ្សេងៗផងដែរគេមិនបានបញ្ជាក់ឡើយថាការធ្លាក់នេះគឺកើតឡើងដោយសារតែការដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រនិយាយទៅនេះគឺវាមិនមែនជារឿងដែលពិតប្រាកដជាក់ស្ដែងដែលគេសម្គាល់បានឬគេកំណត់បានថាវាអញ្ចឹងហ្មងអញ្ចឹងគេមិនអាចចុះផ្សាយបានទេសរុបមកអានឹងគ្រាន់តែជាការមើលឃើញហើយវាចៃដន្យវាកើតឡើងនៅក្នុងអំឡុងពេលប្រហែលគ្នាតែប៉ុណ្្នឹងឯងពេលនេះក្រោយពីស្ដាប់រឿងរ៉ាវដែលកើតឡើងទៅតាម timeline នីមួយៗហើយយើងចាប់ផ្ដើមមកវិភាគមើលថាតើរឿងទាំងអស់នេះវាកើតឡើងដោយបែបណាវាជាការពិតដែលយើងមិនអាចប្រកែកបានថាវាគឺជារឿងចៃដន្យព្រោះនៅលើโลกនេះរឿងចៃដន្យវាអាចកើតឡើងច្រើនហើយកើតមានគ្រប់ពេលការប៉ັດពាក្យថាចៃដន្យយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ជួបហើយឧទាហរណ៍ក្នុងករណីដែលពិភពលោកឥឡូវនេះកំពុងតែជ្រួលច្បល់រឿងលក់ប្រេងចេញអត់កើតឬមួយក៏ប្រេងសាំងឡើងថ្លៃអីគ្រប់ប្រភេទចឹងទៅយើងឧទាហរណ៍ថាវាជារឿងចៃដន្យមួយស្រាប់តែប្រទេសកម្ពុជារបស់យើងបូមប្រេងបានលក់ដោយខ្លួនឯងបូមប្រេងបានចម្រាញ់ដោយខ្លួនឯងយើងឧទាហរណ៍ណាអញ្ចឹងមានន័យថាអានឹងក៏អាចជារឿងចៃដន្យឬអាចដោយសារតែយើងធ្វើបុណ្យល្អហើយវាចំពេលវេលានឹងដែលអ្នកស្រាវជ្រាវអាចស្រាវជ្រាវរកវិធីបូមប្រេងនឹងចេញពីក្នុងសមុទ្រមកបានឧទាហរណ៍ចឹងទៅចាំមានន័យថារឿងចៃដន្យវាអាចកើតឡើងគ្រប់ពេលគ្រប់វេលាហើយគ្រប់ខណៈពេលដែលយើងមិនគិតថាវាអាចកើតហើយវានៅក្នុងពេលស្រដៀងគ្នាឬពេលចិត្តគ្នាដូច្នេះយើងមិនអាចចោទប្រកាន់ថាការធ្វើដំណើររបស់ព្រះមហាក្សត្រប្រទេសថៃទៅដល់ប្រទេសណាមានរឿងប្រទេសហ្នឹងទេយើងមិនអាចចោទប្រកាន់បែបហ្នឹងបានទេហើយបើយើងក្នុងចិត្តយើងវាថាយើងឃើញថាប្រទេសជិតខាងយើងមួយហ្នឹងវាជាប្រទេសបាបប្រទេសដែលសាងគ្រោះមកច្រើនប្រទេសដែលដណ្ដើមឈ្នានីសចង់បានទឹកដីយើងប្រទេសដែលបង្កបញ្ហាដើម្បីទៅជីវិតខ្លួនឯងល្អសុខចិត្តសម្រាប់អ្នកដទៃយើងដឹងថាប្រទេសនោះអាក្រក់ប៉ុណ្ណាក៏ដោយយើងគ្រាន់តែគិតមើលទៅលើភាពចៃដន្យហ្នឹងហើយយើងប្រើប្រាស់ពាក្យចាប់បរានខ្មែរយើងដែលប្រើបន្តគ្នាមកថាមនុស្សបាបទៅដល់ណាក៏សាងគ្រោះឲ្យគេអញ្ចឹងណាអានេះយើងមើលទៅវាឃើញទៅជាជាក់ស្ដែងអញ្ចឹងមែនក៏ប៉ុន្តែតាមរយៈសារព័ត៌មានផ្សេងៗគេមិនអាចទៅចុះផ្សាយបែបហ្នឹងបានទេទោះបីជាគេឃើញថាពេលវេលាវាកាត់ឡើងជួនគ្នាហើយបើទោះបីគេមិនមែនឃើញតែម្ដងគេឃើញច្រើនដងជាងនឹងក៏ដោយក៏គេមិនអាចចុះផ្សាយព័ត៌មានតាមដែលការនឹកឃើញបានដែរដូច្នេះរាល់រឿងដែលកើតឡើងទាំងអស់ឬក៏អ្វីដែលចាប់បាននិយាយពី timeline មួយដែលវាកើតមាននៅចំពេលវេលាជាមួយគ្នាទាំងអស់វាសុទ្ធតែមិនមែនការប៉ັດទាំងស្រុងទេវាអាចជារឿងចៃដន្យហើយវាក៏អាចជារឿងកម្មពៀដែលប្រសិនបើនៅលើโลกនេះគឺមានកម្មពៀពិតមែនតើបងប្អូនយល់ឃើញយ៉ាងណាដែរក្រោយពីស្ដាប់ហើយជួយ comment នៅខាងក្រោមផងចាប់ក៏ចង់ដឹងពីការយល់ឃើញក៏ដូចជាការវិភាគរបស់បងប្អូនដែរគ្រាន់តែចុងក្រោយនេះសូមអនុញ្ញាតឲ្យនាងខ្ញុំឈប់ Inter សរុបការវិភាគបន្តិចថាតើរឿងចៃដន្យឬក៏រឿង rumor
ពាក្យចចាមអារាមទាំងនេះនៅក្នុងស្ថានភាពបែបណាខ្លះទី1គឺថ្ងៃទី13ដល់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ព្រះមហាក្សត្រមហាវជ្រាលង្កនរបស់ប្រទេសថៃបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនក្រោយពីបានធ្វើដំណើរទៅហេតុការណ៍អាក្រក់ដែលកើតឡើងគឺការឆេះប្រាសាទដែលមានអាយុកាល1500ឆ្នាំតែមិនមានភស្តុតាងច្បាស់លាស់ថាការឆេះប្រាសាទឬឆេះវត្តនោះពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចរបស់ព្រះអង្គទេគ្រាន់តែវាកើតឡើងនៅក្នុងអំឡុងពេលតែមួយនៅឆ្នាំ2026ព្រះមហាវិជ្រាលង្កនដែលជាមហាក្សត្ររបស់ប្រទេសថៃបានធ្វើដំណើរទៅប្រទេសឡាវក្នុងដំណើរទស្សនកិច្ចដោយការបើកយន្តហោះដោយខ្លួនឯងនៅពេលដែលព្រះអង្គបានយាងទៅដល់ទស្សនកិច្ចរួចហើយចប់ការទស្សនកិច្ចក៏មានព្យុះកើតឡើងដោយគ្រោះមហន្តរាយដែលមិនធ្លាប់មាននៅក្នុងប្រទេសឡាវទាល់តែសោះគឺការធ្លាក់ព្យុះទឹកកកដ៏មហាវិនាសកម្មដែលមិនធ្លាប់មានពីមុនមកទឹកកកប៉ិនក៏ដៃធ្លាក់មកបំផ្លាញផ្ទះប្រជាពលរដ្ឋនិងធ្វើឲ្យរងគ្រោះដល់មនុស្សជាច្រើនអ្នកផងដែរក្នុងខែមីនាដដែលឆ្នាំ2026គ្រាន់តែថ្ងៃដែលប្រកាសថាព្រះអង្គយាងដំណើរទៅកាន់ប្រទេសឡាវគឺនៅថ្ងៃទី11ខែមីនាឆ្នាំ2026ព្រះអង្គមិនទាន់បានយាងដំណើរចេញពីប្រទេសថៃទេតែគ្រាន់តែព្រះអង្គធ្វើការប្រកាសនៅក្នុងប្រទេសថៃខ្លួនឯងថានឹងមានដំណើរទស្សនកិច្ចយាងទៅកាន់ប្រទេសឡាវភ្លាមថ្ងៃនោះគឺជាថ្ងៃដែលមីស៊ីលពីរគ្រាប់របស់អ៊ីរ៉ង់បានបាញ់ចំនាវាដឹកប្រេងរបស់ប្រទេសថៃនៅឯច្រកហូមូសរឿងទាំងអស់ប៉ັດថាវាមិនបានពាក់ព័ន្ធគ្នានោះឡើយគ្រាន់តែវាកើតហេតុនៅក្នុងអំឡុងពេលដែលស្រដៀងគ្នាដូច្នេះបងប្អូនអាចយកទៅវិភាគបានចំពោះសំណួរដែលបានសួរថាតើនេះគឺជាការពិតនេះគឺជារឿងចៃដន្យឬនេះគឺជាពាក្យចចាមអារាមវាពិតដែរឬទេដូចជាពាក្យបុរាណខ្មែរដែលបានមានប្រសាសន៍តគ្នាមកថាមនុស្សដែលមានបាបទៅដល់ណាបង្កគ្រោះគេដល់នឹងជាចុងក្រោយឆាប់អ៊ីនតើនឹងនៅរងចាំ comment របស់បងប្អូនថាតើបងប្អូនវិភាគចេញបែបណាដែរសូមជួយចុច like និង subscribe Channel YouTube របស់ឆាប់ផងជួបគ្នាជាមួយឆាប់អ៊ីនតើនៅក្នុងវីដេអូក្រោយ